ជម្រាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំហងនេះគឺជាអាហារពេលព្រឹករបស់នាងខ្ញុំញ៉ាំតែក្តៅៗអមជាមួយនឹងនំប៉ាវតែខ្ញុំបានថតនំប៉ាវឲ្យពុកម៉ែបងប្អូនមើលទេបន្ទាប់ពីខ្ញុំញ៉ាំអាហារពេលព្រឹករួចខ្ញុំក៏ទៅផ្សារដើម្បីទិញបន្លែយកមកទុកស្លនេះពុកម៉ែបងប្អូនស្លឹកបាសហើយនឹងពោតនេះល្អមែនតែម្ដងណាចានៅក្នុងវីដេអូក្រោយខ្ញុំនឹងធ្វើមុខម្ហូបឬក៏នំតាក់ទងទៅនឹងផ្លែពោតខ្ចីនឹងឯងហើយពុកម៉ែបងប្អូនមើលទិដ្ឋភាពដ៏ស្រស់ស្អាតនៃធម្មជាតិខ្ញុំក៏បានទៅសូមកូនខ្ចីនឹងវងដើម្បីយកមកដាំនៅក្នុងផ្ទះទុកគ្រាន់ញ៉ាំកុំឲ្យពិបាកអស់លុយទិញគេណាមួយងាយស្រួលក្នុងការថតផលិតវីដេអូបែបធម្មជាតិទៀតពុកម៉ែបងប្អូនអាចទាញមើលថាខ្ញុំដាំដំណាំអ្វីចំពោះសម្ភារៈដែលខ្ញុំយកមកដាំនេះខ្ញុំយកឡាំងស្នោនិងកត្រកផ្ដៅយកមកដាក់ដីហើយឡាំងស្នោហ្នឹងគឺត្រូវការដាក់ដីឲ្យពេញឡាំងស្នោចំណាយដីរៀងអស់ច្រើនដែរសឹងថាមួយបេហ្នឹងដាក់បានតែ2នឹងឯងចាអត់មានសល់ដីទុកដាំអីទៀតទេបើខ្វះដីថ្ងៃក្រោយទៀតអាចទៅទិញបន្ថែមមកទៀតការធ្វើនេះគឺជាគំនិតច្នៃប្រឌិតរបស់នាងខ្ញុំផ្ទាល់ទេពុកម៉ែបងប្អូនខ្ញុំយកកដងបេដែលទិញដីមួយបេលើកមុនហ្នឹងយកមកកាត់ប្រឡោះប្រហោងឲ្យមានខ្យល់ចេញចូលហើយក៏បានដាក់ពីលើកត្រកផ្ដៅនោះដាក់ខាងនេះក៏បានចាហើយស្អីតគួនដាក់ទៅចាចាំខំពេលនោះឲ្យចាអរគុណច្រើនខ្ញុំមកដាក់ដាំទៅដាំទៅចា នេះគឺជាតាំងអាវពុកម៉ែបងប្អូនខ្ញុំយកគ្រាប់មកបដោះមកកញ្ចប់គេហ្នឹងតែ1500ឥឡូវដុសកោ
ចាពុកម៉ែបងប្អូនវីដេអូរបស់ខ្ញុំដល់ទីបញ្ចប់ហើយជូនពរពុកម៉ែបងប្អូនសុខភាពល្អសំណាងល្អរកស៊ីទទួលទានមានបានខណៈនេះនាងខ្ញុំមេងហួងសូមគោរពនិងសូមជម្រាបលាជួបនាងខ្ញុំនៅក្នុងវីដេអូក្រោយទៀតបាយបាយ